Good morning បងប្អូនទាំងអស់គ្នាតោះបងប្អូនគ្នាខ្ញុំមានអីយកមកចែកដើម្បីជូនដល់បងប្អូនណានេះគេបងប្អូននេះគឺជាសបកពងមាន់ណានិយាយពីថាបងប្អូនអញពេលយើងជៀនពងមាន់ធ្វើម្ហូបធ្វើអីហើយកុំចោលព្រោះថាពងមាន់នេះគឺវាល្អខ្លាំងណាស់សម្រាប់ដាក់នៅក្រោមគល់តំណាំណាបងប្អូននេះដើមក្រូចខ្ញុំដាំណាបងប្អូនទុំមកខ្ញុំហ៊ានបេះញ៉ាំតែព្រោះខ្ញុំទុកល្អមើលឥឡូវវាឡើងទុំហ្មងបងប្អូននេះឃើញទេនេះខ្ញុំយកមកដាក់គល់អញ្ចឹងគឺខ្ចងអីសត្វល្អិតអីហ៊ានមកហើយនេះបងប្អូនឃើញទេនេះគឺជាតំណាំនេះគឺជាក្រូចដែលខ្ញុំដាំក្រូចផ្ទះខ្ញុំដើមវាទូចទេបងប្អូនអើយប៉ុន្តែវាមានផ្លែហើយឃើញទេបងប្អូនអញ្ចឹងពេលណាដែរសបកពងមាន់សល់អញ្ចឹងកុំយកវាទៅចោលបងប្អូនយកវាមកប្របែកដាក់គល់វាទៅណាដាក់គល់តំណាំបងប្អូនឥឡូវខ្ញុំយកតំណាំកន្លែងដាំឈើមួយទៀតអូយខ្ញុំមានដាំតបែកទៀតបងប្អូននេះតបែកហើយនេះជីខ្ញុំទិញមកសល់ហើយនេះពេញប៉ោះខ្ញុំខែតិចឲ្យតំណាំអត់សូវល្អទេបងប្អូនកែកាឡាបក៏អត់សូវមានដែរអត់ដូចខែក្តៅទេនេះពេញប៉ោះឃើញវាស្លោកឯងបងប្អូននេះក្រូចខ្ញុំអានេះដើមក្រូចហើយវាចេញផ្កាបងប្អូនអើយខែនេះតិចវាអត់សូវល្អទេហើយនេះក្រូចសើចខ្ញុំមានដើមក្រូចសើចទៀតបងប្អូនអញ្ចឹងខ្ញុំយកវាមកដាក់នៅគល់ដើមក្រូចសើចខ្ញុំចាស់ពូអីខ្ញុំចូលចិត្តអានេះធ្វើការធ្វើការស្លអញ្ចឹងពេលខ្លះពេលសល់អញ្ចឹងខ្ញុំចេះយកមកគប់ណាហើយបងប្អូនយកដីបបែកវាទៅហើយយកអីកប់ណាយកស្មៅកប់ក៏បានយើងដាក់ក្រៅអញ្ចឹងក៏បានដែរប៉ុន្តែភាគច្រើនយើងបបែកដំវាទូចណាបងប្អូននេះចឹងណាដាំវាទៅហើយធ្វើជីបានហើយនិយាយពីថាហ្នឹងល្អជួយណាការពារសត្វល្អិតការពារអីហើយបងប្អូនស្មៅអីហ្នឹងយើងជួនកាលយើងយកទៅលាយជាមួយនឹងធ្វើជីក៏បានដែរពួកអីអាហ្នឹងជួយបានការពារសត្វល្អិតតែបងប្អូនជើងសត្វខ្យងអីហ៊ានឡើងទេហ្នឹងហើយនេះខ្ញុំមានផ្លែមួយហ្នឹងហើយតែប៉ុណ្្នឹងឯងបងប្អូនហ្នឹងគឺយើងពេលដែលយើងប្រើសល់យើងកុំចោលណាយើងយកវាមកធ្វើអញ្ចឹងទៅដាក់គល់តំណាំល្អខ្ញុំមិនដែរចាក់អីខ្ញុំដាក់កូនកតូអញ្ចឹងមួយអញ្ចឹងទៅហើយយើងតបមកយើងយកមកដាក់នៅគល់ឈើណា Okay have a good good weekend everyone hope you have a lovely day bye now see you next video